ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះចុងភៅវៀងមកសារជាថ្មីម្ដងទៀតហើយថ្ងៃនេះយើងមកធ្វើអាហារសម្រន់គឺសារាយរុំមីបំពងបាទតោះកុំឲ្យចាំយូរយើងមកដឹងគ្រឿងផ្សំថាមានអ្វីខ្លះអញ្ចឹងគ្រឿងផ្សំសំខាន់មានដូចជាសារាយវ៉ាន់ដូមីហាល់រ៉ាម៉ាញ៉ុនសបកបាញ់ត្រាងហើយនឹងឈីសតោះបងប្អូនមីរុំសារាយយើងបានរៀបចំរួចហើយអញ្ចឹងយើងមកមើលការចម្អិនទាំងអស់គ្នាហើយយើងលក់ថាវាឆ្ងាញ់ប៉ុណ្ណាបាទសូមជួយទស្សនាទាំងអស់គ្នាបាទមុននឹងយើងធ្វើសារាយរុំមីបានយើងមកចម្អិនមីជាមុនសិនតើអញ្ចឹងយើងមើលទស្សនាការចម្អិនមីទាំងអស់គ្នាតើចម្អិនមីចប់យើងនឹងយកសាច់មីរុំជាមួយសារាយឈីសហើយនឹងសបកបាញ់ត្រាំងតោះជួយទស្សនាទាំងអស់គ្នាចឹងបងប្អូនគាត់តែដាក់បំពងមកហើយយើងបើកភ្លើងតិចមកចាំសារាយដែលយើងរុំមីនឹងហើយរាងក្រហមស្រួលបងប្អូនអាចប្រែមកខាងទៀតមកតោះបងប្អូនសារាយរុំមីឈីសហើយនឹងសបកបាញ់ត្រាំងគឺយើងបានចម្អិនរួចរាល់ហើយយើងអាចស្រង់ហើយមកញ៉ាំទាំងអស់គ្នាតោះបងប្អូនតោះបងប្អូនឥឡូវសារាយរុំមីយើងបានបំពងរួចហើយយើងមកសាកទាំងអស់គ្នាតើវាមានរសជាតិឆ្ងាញ់ពិសេសកម្រិតណាឆ្ងាញ់បងប្អូនអាចធ្វើសាកជាមួយខ្ញុំតាមវីដេអូខ្ញុំណែនាំគឺពីឆ្ងាញ់មែនបងគឺបងប្អូនអាចធ្វើតាមខ្ញុំបានធានាថារសជាតិឆ្ងាញ់ហើយមានឈីសនៅក្នុងនេះហើយក្លិនសារាយគឺឈ្ងុយហ្មងបាទបងប្អូនមើលសាច់គឺឆ្ងាញ់បាទបងឆ្ងាញ់តោះបងប្អូនសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើមុខម្ហូបមួយហ្នឹងបងប្អូនអាចទាក់ទងតាម page យើងខ្ញុំបានគឺ Camco Brother ដែលមានហារ៉ាម៉ាញ៉ុនឬក៏សារាយបងប្អូនអាចយកទៅសាកធ្វើខ្លួនឯងហើយវីដេអូក្រោយចង់ឲ្យខ្ញុំធ្វើអីថែមទៀតអាច comment នៅខាងក្រោមបានបាទសូមអរគុណសូមជម្រាបលាបាទ